រឿងម៉ាម៉ានិងកូនឆ្មាម៉ាកបានជួយសង្គ្រោះកូនខ្លាដែលរងរបួសវាជាពេលព្រឹកដ៏សែនមនោរម្យនៅក្នុងទីជនបទដ៏ស្ងប់ស្ងាត់មួយមានសំឡេងបក្សីស្រែកច្រៀងរំពងហើយមានផ្ការីកយ៉ាងស្រស់បំព្រងម៉ាម៉ានិងកូនឆ្មាម៉ាកកំពុងរីករាយជាមួយខ្យល់អាកាសដ៏បរិសុទ្ធនៅក្នុងទីធ្លាខាងមុខផ្ទះរបស់ពួកគេរំពេចនោះត្រចៀករបស់ម៉ាកបានឮឡើងគេបានឮសំឡេងយំនៅជិតខ្លោងទ្វារសួនច្បារក្រោយផ្ទះគេក៏ប្រញាប់ប្រញាល់ទៅមើលហើយក៏ឃើញកូនខ្លាតូចមួយក្បាលរងរបួសនិងញាប់ញ័រដេកនៅលើស្មៅពេលនោះម៉ាម៉ាបានលើកកូនខ្លាយ៉ាងថ្នមៗនៅក្នុងដៃរបស់នាងពួកគេបាននាំកូនខ្លាតូចទៅក្នុងផ្ទះដ៏កក់ក្ដៅរបស់ពួកគេដើម្បីជួយព្យាបាលម៉ាម៉ាបានសម្អាតរបួសរបស់កូនខ្លាតូចហើយបានឲ្យខ្នើយទន់ៗដល់គេសម្រាកម៉ាក់បាននាំយកថាសជាមួយទឹកដោះគោមួយចាននិងផ្លែឈើស្រស់មួយចានឲ្យកូនខ្លាកូនខ្លាបានផឹកទឹកដោះគោហើយញញឹមដោយសភាពទន់ខ្សោយគេបកកន្ទុយដោយស្លូតបូតបន្ទាប់ពីសម្រាកមួយភ្លែតកូនខ្លាមានអារម្មណ៍ធូរស្រាលបន្តិចពេលកូនខ្លាភ្ញាក់ឡើងម៉ាកបានឲ្យរបស់លេងមួយឲ្យទៅកូនខ្លាតូចកូនខ្លាតូចនោះបានលេងផងសើចផងជាមួយកូនឆ្មាម៉ាកមិនយូរប៉ុន្មានពួកគេបានរត់ជុំវិញបន្ទប់ទទួលភ្ញៀវដោយដេញគ្នាទៅវិញទៅមកម៉ាម៉ាញញឹមនៅពេលឃើញពួកគេលេងសប្បាយជាមួយគ្នាពួកគេបានចែកផ្លែឈើជាមួយគ្នានៅពេលថ្ងៃត្រង់កូនខ្លាបានបង្ហាញម៉ាកពីរបៀបស្រែកដោយការលេងសើចក្រោយមកម៉ាកបានបង្រៀនកូនខ្លាតូចពីរបៀបឡើងដើមឈើមួយដោយសុវត្ថិភាពពេលនោះដែលគេបាននាំគ្នាលេងធ្វើមកុដពីស្លឹកឈើហើយពាក់ដោយមោទនភាពពេលព្រះអាទិត្យចាប់ផ្ដើមលិចម៉ាម៉ាបានហៅពួកគេមកញ៉ាំអាហារពេលល្ងាចជាមួយគ្នាពួកគេបានរីករាយអាហារពេលល្ងាចដ៏កក់ក្ដៅជាមួយគ្នាក្រោយពេលអាហារពេលល្ងាចពួកគេបានអង្គុយជាមួយគ្នាដើម្បីនិយាយរឿងនិទានមុនពេលចូលគេងដូច្នេះហើយនៅក្រោមផ្កាយដ៏ភ្លឺចិញ្ចែងចិញ្ចាចម៉ាម៉ាម៉ាកនិងកូនខ្លាតូចបានដេកលក់យ៉ាងសុខសាន្តពួកគេបានផ្ដល់ក្តីសុខឲ្យគ្នាទៅវិញទៅមកឥឡូវនេះក្លាយជាគ្រួសារដ៏មានសេចក្តីស្រឡាញ់សូមអរគុណ